បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយពាក់ព័ន្ធនឹងការបបែក layer នៅក្នុង poster ឬក្នុងរូបភាពណាមួយអញ្ចឹងណាដែលអ្នកទាំងអស់គ្នាចង់កែចង់អីបន្ថែមវាចង់បន្ថែមពាក្យពេចន៍ឬក៏ចង់កែប្រែដូចក្នុងរូបភាពនេះអញ្ចឹងអ្នកទាំងអស់គ្នាចង់កែអញ្ចឹងខ្ញុំមាន website មួយគឺ Canva ហើយអាហ្នឹងវាអាចធ្វើទៅលើភាសាអង់គ្លេសដែលវាបានល្អបំផុតតែភាសាខ្មែរយើងគឺវាអត់ស្គាល់ទេអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលសារល្បងអូខេអញ្ចឹងយើងចូលទៅ browser ទាំងអស់គ្នាមកហើយយើងបើកមក search មក Canva មកហើយយើង login account យើងចូលទាំងអស់គ្នាអញ្ចឹងក្នុងហ្នឹងវា free វាដាក់ free អញ្ចឹងរយៈពេល30ថ្ងៃអញ្ចឹងយើងប្រើ free ហ្នឹងក៏បានយើងចង់បង់លុយក៏បានដែរអញ្ចឹងបង់លុយវាមាននេះព្រោះវា pro ហ្នឹងអីគេខ្លះធ្វើបានឯខ្លះហើយនឹង business នេះធ្វើបានឯខ្លះអញ្ចឹងណាតែសម្រាប់ខ្ញុំយក free សិនមកដោយសារវាឲ្យយើងសារល្បងអាចប្រើបាន free ហ្នឹងអញ្ចឹងយើងចូលដំបូងគេនេះចូលកន្លែង new វាដាក់ new នេះ magic layer ហ្នឹងអញ្ចឹងវាបំបែករូបភាពយើងទីចូលទៅលើវាមកហើយអញ្ចឹងយើង select ទៅលើរូបណាដែលយើងចង់ upload ចេញចូល upload ហើយយើងចូលឥឡូវខ្ញុំដាក់ខ្មែរយើងមុនចុះចេញ open មកអូខេអញ្ចឹងវាឲ្យយើង open editor ចេញចុចមកទៀតអញ្ចឹងយើងរងចាំវាតិចសិនអញ្ចឹងនេះអញ្ចឹងវាពោលទៅ edit ឲ្យយើងហើយនេះវា edit យើងសិនអូខេអានេះវាបែក layer យើងហើយអញ្ចឹងដោយសារតែខ្មែរយើងវាអត់ស្គាល់វាស្គាល់ជាភាសាផ្សេងវិញតែក្នុងនេះយើងអាចកែប្រែបានទេយើងចង់មើល layer យើងចង់លុបកន្លែងណាមួយយើងចូល position នេះមកហើយក្នុង layer នេះអញ្ចឹងក្នុងអក្សរនេះអក្សរមួយណាហើយបើយើងចង់កែក៏យើងកែបានយើង select double click ទៅវាមកនេះយើងសេអក្សរខ្មែរយើងមកវិញគឺ style វាមាននេះដូចគ្នាមានស្រមោលមានអីដូចគ្នាគាត់ថាវាអាច style ខុសពីមុនខ្លះអូខេដាក់សួស្តីអញ្ចឹងអានេះយើងចង់លុបក៏យើងលុបទៅ delete ទៅអា style កន្លែងនេះបក click យើងដាក់អ្វីក៏បានជូនពរអញ្ចឹងទៅអញ្ចឹងទាំងអស់នេះយើងអាចលុបបានយើងអាចលុបបានវាប្រវែកចេញជាមួយមួយយើងមកងាយស្រួលក្នុងការប្រើអញ្ចឹងយើងចង់បានរូបហ្នឹងយើងចូលកន្លែង share នេះហើយយើងចូលមកកន្លែង download នេះ download អញ្ចឹងយើង download នេះយើងអាចរើសប្រភេទ file ដែលយើងចង់បានមានជារូបភាព PNG PDF standard តែបើមាននេះពីក្រោយហ្នឹងរូបមកុដហ្នឹងគឺអស់លុយអញ្ចឹងខ្ញុំសូមយកជា PNG នេះចាអញ្ចឹងចុច download មកអូខេនេះអញ្ចឹងយើងចូល open file វាមកនេះអានេះវាយើងចង់បានហើយឥឡូវយើងចូលទៅធ្វើជាភាសាអង់គ្លេសម្ដងអញ្ចឹងភាសាខ្មែរយើងវារៀង error បន្តិចតែបើភាសាអង់គ្លេសមកគឺវាអត់ error ទេអូខេអញ្ចឹងយើង open ដូចគ្នាមកអញ្ចឹងយើងរងចាំសិនឲ្យវានេះខ្លួនវានេះវាអត់ដំណើរការយើងទេអញ្ចឹងយើងចុច Magic Layer នេះមកវា auto ឲ្យវាទៅ generate ឲ្យយើងចឹងយើងរងចាំវាបន្តិចទៅអូខេអញ្ចឹងវាបានរួចរាល់ហើយចឹងក្នុងនោះយើងមើលមកអ្វីដែលយើងចង់កែប្រែអក្សរមួយណា J នេះចឹងអក្សរទាំងអស់នេះយើងអាចបញ្ដូរបានចង់ដាក់បញ្ដូរដាក់ថាមិនសាច់ទៅយើងទេយើងនេះកំណត់ទេ
សអីមួយទៀតទៅដាក់ចេះចាអញ្ចឹងរូបភាពវានៅដដែលអ្នកគ្នាមើលអញ្ចឹងរូបភាពវានៅដដែលយើងអាចលុបកន្លែងណាយើងចង់បន្ថែមកន្លែងណាបានអញ្ចឹងឲ្យតែមានអក្សរយ៉ែកបបែកវាបានទាំងអស់រូបភាពទាំងអស់ហ្នឹងអញ្ចឹងវាអាចផ្ដល់ភាពងាយស្រួលដល់អ្នកទាំងអស់គ្នាដែលចង់បានជារូបភាពហ្នឹងបានចង់បាន style បែបចឹងណាអូខេហើយការ download អត់ខុសគ្នាទេអញ្ចឹងយើងអាច download បានឬផ្ញើទៅណាបានហើយអានេះយើងចូល download ជារូបភាពវិញតែកម្រិតភាពច្បាស់វាឲ្យយើងបានត្រឹម 80% ទេបើយើងចង់បានលើសពីហ្នឹងតើយើងបង់ប្រាក់អញ្ចឹងខ្ញុំសុំ download ធម្មតាទៅជាងតែវា free អូខេលើចេញនេះរូបភាពវានេះភាពងាយស្រួលចឹងអរគុណសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ